bà rất là mặt bật top cái dân thầu chết pra từ lơ ốp co là này cho nên trong này cứ miền thủ tràn tại tao này cứ symbol này cứ chỉ mua hộp này cứ short cắt bảo vệ chẳng ốp co thì mỗi một thay theo sula marketing cứ cái pra với nó bài cà rục phép chia riêng cà rế rồi cà riêng chỉ chặt từ cao cài mà một tiêu ốp co thì biết cứ một thay elliptical mà khuy thủ tuần tiêu biết cứ sắm rạp cà rục phép chia riêng cà rế rồi cà riêng rùng vùng mù single row marking គឺតួនាទីវាគឺសម្រាប់កាត់រូបភាពជាបន្ទាត់ទេ column នេះគឺកាត់រូបភាពជាបន្ទាត់ចូលមួយទៀតនៅពេលយើង over វាមាន shortcut អញ្ចឹងអក្សរ M អញ្ចឹងសង្កត់យើងចង់មើល shortcut គ្រប់ tool ទាំងអស់ឬក៏ menu ទាំងអស់នេះយើងអាចចូលឈ្មោះមួយ edit យើងរើសយកពាក្យថា keyboard shortcut អញ្ចឹងនៅក្នុង keyboard shortcut នេះបើសិនកាត់យើងចង់មើលទៅលើ tool យើងយកពាក្យថា tool អញ្ចឹងនៅក្នុង tool មាន move tool shortcut អី rectangle tool shortcut អី elliptical shortcut អីបើសិនកាត់យើងចង់ change យើងសេលើវាអាច change អក្សរផ្សេងចំពោះឧបករណ៍ណាដែលគ្មាន shortcut យើងអាចដាក់ shortcut ឲ្យវាក៏បានអញ្ចឹងយើងដឹងហើយថានៅពេលយើងមើលគេកាត់រូបភាពគឺចុចលើ shortcut គឺគេអាចប្រើលើហ្នឹងហើយ shortcut គេអាចចូលនៅខ្លួនឯងបានមួយទៀតបើសិនកាត់ចង់មើលទៅលើ menu យើងត្រូវយកឈ្មោះថា application menu នៅក្នុង file subfile មានច្រើនអញ្ចឹង new shortcut វាអីកន្លែងនេះ shortcut អីយើងអាច change shortcut ក៏បានបើសិនកាត់នេះ shortcut វាវែងពេកអូខេចឹងបានហើយយើងមិនដឹងថាឧបករណ៍នេះវាកាត់រៀងចាត់កោនកែងកាត់ម៉េចការ៉េកាត់ម៉េចចឹងខ្ញុំបើកឧទាហរណ៍មួយខ្ញុំអាចចូល file យកពាក្យថា open ដើម្បីបើករូបភាពហើយខ្ញុំរើសរូបភាពមករូបភាពរបស់យើងនៅទីតាំងណាបាទ Photoshop ហើយយក lesson 1 បាទ folder ទី1បាទខ្ញុំបើកវាចេញមកទាំងអស់មក select all open បាទចឹងតើតើនេះគឺសិតតែរូបភាពទាំងអស់ហើយរូបភាពនេះគឺរូបភាពសិតតែរូបភាពល្អទី1ឡើយនេះគឺគេចង់យើងរៀនកាត់រូបភាពជារាងការ៉េហើយរូបភាពទាំងអស់ហ្នឹងអាចកាត់ទៅរាងចតុកោណកែងក៏បានហើយនៅក្នុងរូបភាពហ្នឹងគឺមានការកំណត់ទៅលើទំហំរូបភាពប៉ុនគ្នាហើយមួយទៀតចំណុចសំខាន់គឺវាស្មើគ្នាទៀតបាទអញ្ចឹងរូបភាពនេះគឺប៉ុនគ្នាហើយស្មើគ្នាទៀតអញ្ចឹងយើងធ្វើម៉េចឲ្យវាស្មើគ្នាហើយធ្វើម៉េចឲ្យវាប៉ុនគ្នាទី1យើងមិនធ្វើការវាប៉ុនគ្នាទី1យើងមើលទៅលើរូបសិនបាទអញ្ចឹងនៅក្នុងនេះវាមាន sample background គេស្រាប់យើងអាចធ្វើការរូបភាពមកចូល background ថ្មីអញ្ចឹងខ្ញុំចង់កាត់ទៅរាងការ៉េខ្ញុំប្រើឧបករណ៍មួយឈ្មោះថា rectangle អញ្ចឹងបើសិនកាត់នៅចង់បានជារាងការ៉េគឺយើងត្រូវថែមបាទអញ្ចឹងខ្ញុំចង់កាត់ជារាងចតុកោណកែងខ្ញុំគូសវាមកប៉ុន្តែសង្កត់នៅចង់បានជារាងការ៉េខ្ញុំចុច C ជាប់មួយទៀតនៅពេលចុច C ហើយសង្កត់នៅចង់ម្លាស់ទី slash យើងថែម space មួយទៀតដាក់នៅទីតាំងណាមួយយើងចង់បានហើយបើសង្កត់នៅចង់មូតំបន់ដែលយើង select អញ្ចឹងយើងអាចប្រើឧបករណ៍ទៀតឈ្មោះថា move tool shortcut វាគឺអក្សរ V សេលើរូបភាពរបស់យើងហើយយើង move វាចេញមកចឹងនៅពេលយើង move វាចេញមកហើយរូបភាពរបស់យើងមានលក្ខណៈធំពេកឬក៏វាតូចពេកយើងត្រូវការប្រែប្រួលរូបភាពចឹងដើម្បីធ្វើការប្រែប្រួលរូបភាពគឺយើងអាចចូលទៅលើ edit menu ហើយយើងយកពាក្យថា free transform shortcut វាគឺ control អក្សរ T ចឹងនៅពេលយើងប្រែប្រួលរូបភាពយើងអាចដាក់មកចំកាយវាហើយយើងប្រែប្រួលវាធម្មតាប៉ុន្តែបើសង្កត់នៅយើងប្រែប្រួលដូច្នេះគឺរូបភាពរបស់យើងវាអាចធ្វើការបែកទ្រង់ទ្រាយមានថាវាខូចទ្រង់ទ្រាយខូចមានអាចបែកឬក៏អាចស្រួចទៅចឹងនៅពេលពីប្រូភាពគឺត្រូវចុចថែមបន្តិចគឺ Alt-Shift ជាងចុច Alt-Shift មកគឺរូបភាពរបស់យើងគឺអត់ខូចទ្រង់ទ្រាយទេបាទអូខេចឹងខ្ញុំ Enter ដើម្បីដោះ transform ចេញឬក៏របប click ក៏បានឬក៏យើងដោះ text វាចេញក៏បានបាទរូបភាពមួយហើយយើងត្រូវការកាត់រូបភាពមួយទៀតប៉ុន្តែនៅពេលយើងរៀបកាត់រូបភាពមួយទៀតគឺឃើញរូបភាពដើមនេះដែលយើងកាត់មកវាជាប់ select ចឹងបើយើងចង់ដោះ select ចេញវិញគឺគេអាចចូល select យកពាក្យថា select shortcut គឺ control អក្សរ D បាទខ្ញុំបើរូបភាពនឹងចោលមួយទៀតចង់កាត់រូបភាពផ្សេងមួយទៀតខ្ញុំរើសរូបភាពផ្សេងមួយទៀតមកខ្ញុំចង់កាត់រាងជាការ៉េទៅលើវាប៉ុន្តែនៅពេលខ្ញុំចង់បានជាការ៉េខ្ញុំត្រូវចុច C ចឹងនៅពេលចុច C ហើយរូបភាពរបស់យើងបាទ select យើងវាតូចពេកចឹងបើសង្កត់នៅខ្ញុំចង់បិទពុំ select គឺខ្ញុំអាចចូលតាមរយៈ select ហើយខ្ញុំយកពាក្យថា transform selection transform selection ហើយយើងត្រូវធ្វើការបិទពុំ select តាមទៀតដើម្បីបិទពុំ select យើងចូល select យកពាក្យ transform ហើយយើងដាក់មកចំកាយយើងបិទពុំវាមកបាទបានហើយយើងចង់ដោះ transform ទៅយើងដោះ text វាចេញ
cho cắt với chân nhiều bị thầm một thú há dừng mua với chân mà nó bây giờ mua với chân một hào rồi phép bênนี้คือtụm hôm với ở phần khnéยังtrongทำให้วิปอนphần khné cho nên bâyวิปอนkhné thì mua thật đang thay rồi phépตามពីមុននេះមានវិតម៉ានហើយប្រមាណចឹងដើម្បីមើលវាយើងចុច intro sorty ពេលចុច intro sorty មានថាកំណត់ option នៅផ្នែកខាងលើនេះដូចខាងលើនេះចឹងទីមួយតើតងអ៊ីងមានន័យថាយើងចោលពីឆ្វេងនេះមកដល់រូបភាពប្រមាណសង់ទីម៉ែត្របើសិនករណីចង់ដូរខ្នាតយើងអាច right click លើវាយកសង់ទីម៉ែត្រ right click លើបុកវាយកសង់ទីម៉ែត្រ width របស់វាយកសង់ទីម៉ែត្រហើយវាយកសង់ទីម៉ែត្រចឹងមើលថារូបភាពរបស់យើងចោលវិញឆ្វេង 4.2 សង់ទីម៉ែត្រទៅលើមកដល់រូបភាព 5.5 សង់ទីម៉ែត្រហើយរូបភាពរបស់យើងមាន width របស់វាគឺ 2.9 សង់ទីម៉ែត្រហើយ 2.9 សង់ទីម៉ែត្រចឹងខ្ញុំ double click លើវាពីរដងបើសិនករណីចង់ធ្វើការបង្វិលយើងអាចវាយកន្លែង rotate ឡើងនេះចង់ព្រិចឆ្វេងស្ដាំយើងវាយកន្លែង horizontal ចង់ព្រិចឡើងលើ chocolate យើងវាយវាថា vertical ចឹង double click ពីរដងចឹងរូបភាពនេះយើងចង់ប៉ុនមកគឺយើងចុច enter sorty យើងចុច enter sorty មកហើយយើងវាយ width 5ចូលមកចឹង width របស់វាមាន 2.9 វាយ 2.9 ហើយរបស់វាមានប៉ុន្មាន 2.9 ដែរវាយ 2.9 មក enter 1 យើងដោះ cursor ចេញពីតិចបុកខាងលើ enter មួយទៀតគឺដើម្បីដោះ transform ចឹងយើងដាក់មកគឺរូបភាពនេះប៉ុនគ្នាតែម្ដងបាទចប់ select យើងដោះ select ចេញ deselect បាត់វាចោល no កុំ save កុំឲ្យខូចរូបភាពដើមមួយទៀតការរូបភាពថ្មីមួយទៀតចឹងយើង select ទៅដែរមក select ទៅវាចាំបានជា green ចុច C ជាប់ space មួយទៀតយើង move វាមកដាក់ខ move to sorry move វាចេញមួយទៀតចឹងបានទំហំប៉ុនគ្នា throw T លើវាហើយយើងវាយទំហំវាចូលបើសិនករណីที่យកវា lock ឡើងនេះនៅពេលយើងវាយ width តែមួយវាធ្វើការកំណត់ទាំង high មួយទៀត 2.9 អូខេ enter 1 enter 2ដាក់វាមកដល់ផ្នែកក្រោមប៉ុន្តែរូបកន្លែងនេះយើងមើលតើតើនឹងកន្លែង layer វាឡើងនេះបន្តិចតើតើ layer ដូចខ្ញុំប្រាប់មិនថាតួនាទីវាគឺសម្រាប់ធ្វើការបង្ហាញពី stock រូបភាពដែលយើងបានកាត់ទាំងនៅពេលយើងកាត់រូបភាពចូលមកវាធ្វើការបង្កើត layer យើងដោយស្វ័យប្រវត្តិអញ្ចឹង layer ដែលនៅពីលើគឺវាបាំងលើ layer ដែលនៅពីខាងក្រោមបើសិនករណីចាំវាចុះក្រោមវិញចាំវាចុះក្រោមមកបើចង់ចុះក្រោមទេចាំវាចុះក្រោមចង់ឡើងលើចាំវាឡើងលើអូខេមួយទៀតយើងអាចចូលឈ្មោះវាក៏បានយើងអាចចូលទៅលើ layer ហើយយើងយកពាក្យថា arrange អញ្ចឹងនៅកន្លែងនេះតើតើនឹង frame to front នោះគឺមកយើងអាចចុច control C គឺក្នុងស្ដាំគឺ send layer ឲ្យឡើងលើបងអស់ control គឺស្ដាំគឺយើងឡើងលើម្ដងមួយ stop control គឺជួយចុះក្រោមម្ដងមួយ stop control C គឺខាងឆ្វេងគឺចុះក្រោមគេបងអស់ហើយវានេះមានតែពេលយើងធ្វើការកំណត់វាហើយយើងអាចយកវាមកដើមវិញក៏បានអញ្ចឹង shortcut វាមើលច្បាស់មួយទៀតឧទាហរណ៍ថាឡើយរូប3កន្លែងនេះវាអត់ស្មើគ្នាយើងចង់ធ្វើការកំណត់វាស្មើគ្នាដើម្បីធ្វើការកំណត់វាស្មើគ្នាទីមួយយើងត្រូវកំណត់ ruler មួយអញ្ចឹងយើងអាចចូល view យកវាថា ruler គឺទៅតបន្ទាត់ grab អញ្ចឹងនៅពេល file ruler យើងអាចដឹងថា background យើងមាន width ប៉ុន្មាន height ប៉ុន្មាននៅពេលដែលយើង over លើ ruler យើងចាប់វាចេញមកគឺឲ្យឈ្មោះថា guide យកវាមកដើម្បីធ្វើការ align អញ្ចឹងយើងចាប់វាមកដាក់1 2 3ពេលចាប់វាហើយយើងបិទរូបភាពនេះចោលជាប់ select deselect ចេញហើយបិទវាចោលហើយយើងកាត់រូបផ្សេងមួយទៀតអញ្ចឹងយើងរករូបណាមួយមកអូខេបាទរូបនេះយើងចង់ធ្វើការកាត់វាទាំងអស់អញ្ចឹងសង្កត់នៅចង់កាត់វាទាំងអស់យើងអាចយក select មក select លើវាទាំងអស់ចេះក៏បានឬក៏យើងចូល select យកពាក្យថា all ចេះក៏បានហើយយើងយក move to move វាចេញមកបាទអូខេមើលវាហើយរូបភាពនេះយើងធំពេកយើងត្រូវទីព្រមវា RC គឺដើម្បីការពារទំហំវាកុំឲ្យខូចទ្រង់ទ្រាយបាទបណ្ណាមួយមកចាប់វាដាក់នេះមួយចាប់រូបភាពនេះដាក់លើនេះមួយនេះដាក់លើនេះមួយបាទដាក់លើនេះមកចាប់រូបភាពនេះដាក់លើនេះមួយខវាមួយទៀតប៉ុន្តែយើងចង់ឲ្យរូបភាពកណ្ដាលនេះវានៅលើអញ្ចឹងយើងចុចចាប់ layer វាឡើងលើគេមកបាទអូខេឡើងលើចុះក្រោមឡើងលើអូខេមួយទៀតយើងចាប់ guide ទៀតមក align វាដើម្បីស្មើផ្នែកខាងស្ដាំរូបមួយទៀត guide align រូបនេះទៀតរូបនេះមួយទៀតហើយរូបនេះមួយទៀតអូខេហើយយើងចាប់ផ្ដើមធ្វើការកាត់រូបផ្សេងមួយទៀតមកដាក់អញ្ចឹងរូបកន្លែងនេះយើងកាត់វាមករូបនេះយើងត្រូវការកាត់ប៉ុណ្ណាយើងមើល sample របស់គេ
ok này mình bị bật môi cháo và simple ok cái card mà hỏi vô rút xây này cái đá cái chập làm card tầng ó dương trâu ế lại lừa về tầng ó mùi chanh máu đã lừa về card mà dương ok chúng cho ban ru này chắc thì mới thật đằng thà ru này miền Việt man hai màn tôi thấy mơ viết cứ bài chuột mùi ok bài chuột mùi đọc pi chuột sâu cho ok chúng sẽ lại lừa viết ok tôi thấy bài chuột muối đây là pi chuột sâu cho bây giờ bạn đã mở bàn khía bạn thấy những card ru hiệp một cháo nấu lúcนี้cà riêng chỉ cà rễ đây là biết chút xí chóp bẻ muối đặt lại là dân chọn bán mua thú mua vị chanh mà cho cầm vào tôm hông viết tôi thí vai việt hai viết tôm hông viết pi chốt buồn pi chốt buồn hay dùng đặt nơi khăn lên muối ta sẽ tránh đi select rồi sau đi bật vị cháo và bây giờ dương mình tiết những card rục xây mình tiết riêng chỉ cà rề được khné nhưng chọn xây được khné sẽ lại lưu vía mua thu so với mua với cháu rồi thì cầm nọ tầm hôm mua với chọn lọc đi muối đồng bay cầm nọ tại muối cứ smart khné tầng o tầm đòn vì chọn 4 ok enter vì đó cho vì bạn đã trong vì smart khné dòng cài mà lại mình tiết ok rồi đi lên thời cá bật với cháu mình tiết riêng chỉ cà rễ cắt đi một tiết chút xí riêng chỉ cà rễ mua thuốc so với chả bị chân một tiết thông pin tôi thấy lọc muối hay vai tầm hôm một vết cứ pi chốt bầm buồn thở hơi chả bị mà đảm à ok rồi tầng này cứ smart này ấy miền lơ cáo miền cầm lọt cài mà ấy chứ không mê riêng ấy cứ điện tàu thì muối cứ ca rụp phép chỉ riêng cà rễ thì phí chặt con cái thì bấy thằng mẹ rù nó mi tầm hồn bẩn khné thì bố cứ thằng mấy ai chơi xe laser từ lơ cái tới kháng kháng cào chắc ok chắc lông hắn ấy chọc nó nấu